ជំនឿប៉ាដោយសារយុគនេះយុគ9ចាចុងក្រោយលេខ9ឬលេខ8គឺល្អលេខ9ចម្រើនរុងរឿងភាពរុងរឿងនឹងគេឈ្មោះល្អហើយជាលេខដែលល្អប្រចាំយុគប៉ុន្តែលេខ8គឺលេខលុយនៅតែយកអត់ចោលលេខ8ទេចាលេខ8នេះចឹងលេខ8គឺចាលេខ8គឺលេខលុយបាទអញ្ចឹង8 9ហ្នឹងឬ9 8 8 9 98 800 ចាចាតកតងនឹងមហូបឬក៏ផ្លែឈើវិញអាចមានផ្លែឈើយើងអាចប្រើផ្លែឈើពណ៌ក្រហមពណ៌លឿងគឺល្អអត់បញ្ហាទេចាក៏សម្បូរដែរផ្លែឈើដែរមានពណ៌ក្រហមពណ៌លឿងចាពួកផ្លែសេរីក៏យើងប្រើបានដែរណាផ្លែត្រឡាប់ផ្លែក្រូចចាក្រូចត្រឡប់ហ្នឹងគឺល្អចាហើយផ្លែសកានេះក៏មានបានទាំងលឿងបានទាំងក្រហមឃើញទេចាហ្នឹងចឹងប៉មក៏បានប៉មក្រហមឃើញទេចាខាងនេះស្រួលរៀបចំចាប៉ុន្តែពេលដែលយើងចេញវីដេអូនេះទៅមុនការផ្សាយហ្នឹងច្រើនថ្ងៃដែរអញ្ចឹងខ្ញុំជឿថាបងប្អូនគាត់មើលវីដេអូគាត់សប្បាយចិត្តដោយសារគាត់បាច់ខ្វល់ច្រើនណាស់ហើយគាត់មានពេលគ្រប់គ្រាន់ក្នុងការរៀបចំចាបងប្អូនអាជីវករអ្នកលក់ផ្លែឈើលក់ម្ហូបខ្ញុំជឿថាឆ្នាំនេះគាត់លក់រៀបចាស្រួលរៀបហើយដល់ពេលដែលយើងសែនធម្មតាយើងមានមីក៏លឿននេះចាមីខ្មែរយើងមីលឿនចាច់ឲ្យឆ្ងាញ់ឡំហេទៀតចាអូខេចាំបើថានៅពេលដែលធូបទៀនក្រហមក៏បានដែរបាទស្បូទៀនក្រហមទៅចាហើយដល់ពេលយើងរៀបផ្កាពណ៌លឿងផ្កាពណ៌ក្រហមមួយគ្នាទៅចាលឿងក្រហមចាគ្រូប្រកាសដែលអត់ត្រូវធ្វើសោះហ្មងថ្ងៃផ្សាយចូលឆ្នាំតែបងប្អូនថាប្រកាសដែលអត់ទៅសោះចាអត់ត្រូវធ្វើសោះហ្មងលោកគ្នាតាជួទីតមចាគាត់អត់ល្អខឹងមិនដែរនៅស្គៀមសិនទៅចាថ្ងៃសានគឺគេអត់ឲ្យថ្ងៃសានថ្ងៃគេតបពីថ្ងៃសានថ្ងៃ1ថ្ងៃ2ហ្នឹងបន្ទាប់ពីហ្នឹងក៏អត់ដែរយើងត3ថ្ងៃទៅចាអ្នកខ្ញុំធ្លាប់លើថាចូលឆ្នាំចិនមានថ្ងៃណានោះដែលគេអត់ឲ្យយើងដើរលេងដែរទៅណាហ្នឹងមិនដែរបាត់អត់គ្រូក៏នេះជាជំនឿទេចាជាជំនឿទេតែមែនតើឲ្យទៅពេលយើងគិតមើលឲ្យទៅចូលឆ្នាំចិនណាចិនឈប់មុនមួយខែបានចូលចិនឈប់យូរឈប់យូរមុនមួយខែក្រោយមួយខែក៏មានដែរឈប់12ខែហើយដល់ពេលយើងអូស៊ីមួយចិនមើលដល់ពេលដល់ខែចូលឆ្នាំចិនហ្នឹងមិនបាច់ទៅកំងអីវ៉ាន់ទេគេឈប់មួយខែមិនយើងឈប់3ថ្ងៃអីទេចាអ្នកគ្រូពីភាសាត្រូវខ្ញុំមានមិត្តភក្តិចិនឲ្យទៅចូលឆ្នាំគាត់សុំ leave on work ហ្នឹងគឺទៅមួយខែបាត់ចាដោយសារគាត់យកពេលវេលាហ្នឹងសែនផងសម្រាប់ផងសែនផងជុំមិត្តភក្តិជុំគ្រួសារស្រីមានពេលដើរលេងពេលវេលាហ្នឹងគេ enjoy គេអញ្ចឹងមិនសួរថាមិនឲ្យដើរលេងបិកាត់ចាំគាត់ដើរហ្នឹងជនជាតិចិនខ្លួនឯងដើរហ្នឹងតែមិនថាពេលខ្លះជំនឿខ្លះយើងគួរតែជឿដោយពិចារណាជឿដោយបញ្ញាអញ្ចឹងគេថាខ្លះគាត់ថាជំនឿតែបែបបុរាណអញ្ចឹងតែចិនសម័យឥឡូវក៏មិនសូវដែរសូម្បីតែការសែនក៏អត់សែនច្រើនទេដូចនៅសិង្ហបុរីការសែនក៏អត់ច្រើនដែរនៅចិននៅហុងកុងក៏អញ្ចឹងសែនតិចទេតែសែនច្រើនជាងគេខ្មែរយើងធំហើយក៏សែនច្រើនដែរធំសែនច្រើនខ្មែរយើងសុំសើមកបើថាប្រហែលជា mindset របស់ជនជាតិយើងចូលចិត្តធ្វើអីដែលទូលាយឬក៏គាត់ថាសែនធំយកបានលៀបធំគាត់អញ្ចឹងតែវាការធ្វើត្រូវអាហ្នឹងជាគេហៅថាធ្វើឲ្យចិត្តយើងសុបាយពេលយើងគិតអញ្ចឹងទៅធ្វើឲ្យយើងចិត្តធ្វើចិត្តយើងសុបាយយើងមានទំនុកចិត្តមាន confidence នៅក្នុងការរៀបនៅក្នុងការសែនតែអស់លើអត់ទៅសែនធំបានធំអញ្ចឹងហ្នឹងចាហើយមែនតើបើសម្រាប់នៅហុងកុងនៅចិនអីធម្មតាទេសែនសាមញ្ញសូម្បីតែឆេងមេងអញ្ចឹងដែរឆេងមេងនៅហុងកុងនៅចិនហ្នឹងគេដាក់ការយកការទៅមកបាច់ទៅចង្កាក៏យកផ្លែឈើមួយចានយកទៅដាក់ទៅចាមិនគេអត់បានរៀនទេគេច្រើនការច្រើនជាងនៅស្រុកគេបាទងាយចាងាយទេអ្នកគ្រូតាមភាសាអ្នកគ្រូថ្ងៃដែលសែនចូលឆ្នាំចិនគឺជាថ្ងៃមីយិននៅលើរកាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចេះឆែកជាមួយនឹង Emma Destiny ឬក៏បងប្អូនដែលគាត់ដឹងពីទូរស័ព្ទក៏ដូចជាធាតុរបស់គាត់តើបងប្អូនដែលមានធាតុណាឬក៏ឆ្នាំអ្វីដែរដែលគាត់គួរតែមានការប្រុងប្រយ័ត្នខ្លាចមានការឆុងឬក៏មានដែលមិនល្អប៉ះពាល់ដល់គាត់ចឹងគ្រូពាក់ព័ន្ធនឹងឆ្នាំដែលយើងថាសែនសូយវាមិនមានទេប៉ុន្តែអ្វីដែលយើងគួរប្រយ័ត្នគឺទី1គឺការលុតបង្សាយចាលុតបង្សាយនៅពេលទឹកថាលុតបង្សាយមាន10មានបារគូនគឺមានការគួរចឹងគួរឆ្នាំនេះគឺខាងត្បូងខាងជើងគឺឆុងខ្លាំងចឹងអាចប៉ះខ្លាំងហ្នឹងចឹងចាតែបើសិនជាថាឲ្យថាអូយអ្នកកើតឆ្នាំនេះទៅខ្លាចឆុងlạiអត់មានទេរឿងគាត់តែយើងសែនទៅមានតែបញ្ហាអីយើងថាថ្ងៃសែននេះយើងទៅលុតទុងតាំង10ផាវដែលចំនួនមុនចាចំនួនមុននៅចិនហ្នឹងពេលគាត់សែនទៅ10ផាវមកផ្ទះគេតែខ្មែរយើងកាលចំនួន20ឆ្នាំមុនគាត់10ផាវដែរទៅតែឥឡូវទេដែលយើងហាមមានមិនឲ្យមានការ10ផាវមានការបន្លំគាត់ចាំថាសម័យនោះមានគេភ័យច្រើនណាចាពួកអីនៅពេលដែលគាត់សែនក៏10ផាវចឹងសែនហេតុអីបានសែន10ផាវហ្នឹងជំនឿចិនពីដើមមកហេតុអីថាឲ្យតែពេលយើងសែនអីមួយយើង10ផាវដើម្បីយកហេពេលគេ10ផាវគេរើសវេលាចាពេលសែនក៏គេរើសវេលាសែនអញ្ចឹងរើសវេលាសែនថាផ្ទះបាយមុខទៅណា10ផាវវេលាណាម៉ោងណាថ្ងៃឆ្នាំហ្នឹងអាចសែន10ផាវបានអត់ពេលដែលគាត់សែនពេលវេលាគាត់10ផាវពុកហ្នឹងពេលគាត់ឈរសែនហ្នឹងអាធម្មពលវិជ្ជមានពីអាទិសដែលគេទិសដែលយើង10ផាវហ្នឹងវាហត់ថលមកយើងសែនឲ្យយើងហេងចាហ្នឹងអញ្ចឹងគេដឹងចាប៉ុន្តែដល់ពេលយកអត់ដឹងគាត់ឃើញតែ10ផាវតាមដែរ10ដែរហើយ10ដែរបើគេយកបាយត្បូងទៅ10ផាវគឺគាត់ធូបចាគេយកបាយជើយក10ផាវមិនកើតសែនហើយឃើញយើងឃើញចំនួនប្រហែលឆ្នាំមុនអ្នកខ្លះគាត់សែនហើយសែនធំសាប់តែពេលចប់អាទិសយកភ្លើងឆេះផ្ទះហ្នឹងអញ្ចឹងសែនហើយឡងទៅដើរលេងមកវិញភ្លើងឆេះផ្ទះសែនហើយពេលបាក់ឡានទៅដើរលេងមានគ្រោះថ្នាក់ចរាចរណ៍អានេះគឺកាត់ឡើងពីអាការ10ផាវរង្គោះរង្គើនៅចំទីឆុងឯងចាអញ្ចឹងហើយបើថាបើកាលណាយើងជឿទៅជឿឲ្យច្បាស់បើ10ផាវជ្រុល10ផាវធម្មតាមានអស់លុយតិចទេណា10ផាវប្រហែលថាបើយើងផាវប្រហែល10000គ្រាប់20000គ្រាប់អានេះក៏យើងអស់លុយថែមទៀតអញ្ចឹងបើសិនតែយើង10ផាវឲ្យចំទិសដែលហេងអានេះយើងហេងតែខ្ញុំអត់រីកមិនដល់10ទេពូទី1កាលណាខ្ញុំឧទាហរណ៍ជាស្ដែងមកផ្ទះរបស់យើងនៅក្នុងទិសហេងយើង10ផាវមកផ្ទះយើងហេងប៉ុន្តែអ្នកដែលនៅជុំវិញផ្ទះយើងនេះគេសួយចាអញ្ចឹងគេនៅទិសដែលឧទាហរណ៍ថាបើយើង10ផាវនៅមុខនេះសាណានៅខាងណាបាយមិនហេងប៉ុន្តែខ្ញុំបាយតែខាងណាខ្ញុំសួយសាវ៉ាន់បាយតែខាងណាបើក៏សួយអញ្ចឹងយើងហេងតែយើងស្មើនឹងអ្នកដទៃ
នាំទុកដល់អ្នកដទៃយើងឲ្យតែយើងទេចឹងមកខ្ញុំអត់រីកមិនអត់ទៅហៅទេនៅពេលដែលយើងសាយទូរស័ព្ទផ្ទះរបស់យើងដូចផ្ទះបរិយផ្ទះចប់គ្នាអញ្ចឹងមុំខ្ញុំឧទាហរណ៍ថាមុំយើងហេមុំគេមើលមកយើងវាសួយអញ្ចឹងពេល10ផាស្មានយើងនាំទុកដល់អ្នកដទៃកុំអីចាថាមើលអាញាធរយើងក៏ហាត់អត់ដែរចាអញ្ចឹងក៏ល្អដែរចំណុចហ្នឹងក៏ល្អចាលើកឡើងដល់បងប្អូនខ្លះគាត់មានបងប្អូនក្រុមគ្រួសារខ្លះពេលយប់គាត់ញ៉ាំអីអូអាហ្នឹងបងអីចាបាយចាដឹងថាវិញហ្នឹងគឺបានទេតែបើសិនជាយើងច្បាស់អាហ្នឹងយើងធ្វើទៅវាហេងទេខ្ញុំនិយាយចឹងហេងសម្រាប់យើងតែគាត់គេអាចនាំទុកដល់អ្នកដទៃអញ្ចឹងយើងមិនគួរទេបើយើងចង់ទៅថាអីមួយយើងត្រូវគួរទៅកន្លែងណាដែលស្ងាត់មិនមានមនុស្សមិនមានអ្នកចិត្តខាងនៅជុំវិញឯនៅក្នុងព្រៃឯងទៅចាហើយលើវេលាត្រូវដាក់ឲ្យហេងមកហ្នឹងបានតែហ្នឹងគឺគេហៅថាការដុតផាហ្នឹងគឺការបំទុះថាបំពុលចក្រវាលវិជ្ជមានមកឲ្យយើងតែបើសិនជាបំទុះថាបំពុលចក្រវាលអវិជ្ជមានវិញអានេះយើងសួយហើយបន្ទាប់ពីដុតផាហើយសែនហើយយើងសួយក៏ដោយហ្នឹងអញ្ចឹងណាចាអ្នកគ្រូបើនិយាយពីចូលឆ្នាំខ្មែរយើងគឺចាស់តែងតែឲ្យយើងហ្នឹងត្រូវសិបពេលថ្មីទៅល្អចាមានដូចយើងទាំងដែរឲ្យសែនដូចគ្នាគួរតែថ្មីចាដូចជាករណីដូចថ្ងៃទី1ចូលឆ្នាំសកលអញ្ចឹងថ្ងៃទី1ធ្វើអីថ្ងៃទី2ធ្វើអីថ្ងៃទី3ធ្វើអីបើយើងគិតថាយើងគ្រប់ចូលឆ្នាំចិនចូលឆ្នាំចិនជាឆ្នាំជាពេលវេលាដែល start up ឆ្នាំថ្មីអានេះយើងធ្វើទៅថ្ងៃទី1យើងធ្វើអីថ្ងៃទី2យើងធ្វើអីថ្មីឲ្យស្អាតបានថ្មីស្អាតទេទៅដល់ពេលអញ្ចឹងចង់ឲ្យអ្នកគ្រូបង្ហាញពីទម្លាប់របស់អ្នកគ្រូដែរនៅពេលដែលថ្ងៃចូលឆ្នាំចិនអ្នកគ្រូត្រឡប់ចូលចិត្តធ្វើអីគេដែរថ្ងៃទី1ថ្ងៃទី2និងថ្ងៃទី3ហើយយក9គឺយកភ្លើងអញ្ចឹងវាធ្វើឲ្យមនុស្ស stress ខ្លាំងភាពឆេវឆាវរបស់មនុស្សមកប្រើគឺធ្វើឲ្យយើងបរាជ័យហើយគិតវិជ្ជមានឲ្យច្រើនតែកាលណាគិតអវិជ្ជមានអានឹងវាមកទៅឆ្នាំនេះអ្នកចងកសម្រាប់ខ្លួនអ្នកមានវិបត្តិផ្លូវចិត្តគឺច្រើន